បងប្អូនតាំងទី1បានបញ្ចប់គឺអេស្ប៉ាញនាំមុខលើប៉ុកតុហ្គាល់2-1បណ្ដោះអាសន្នគឺប៉ុកតុហ្គាល់ដើមតង់គឺស្ទើរតែគ្មានបាល់លេងតែម្ដងអេស្ប៉ាញគឺដាក់សម្ពាធបន្ថែមការវាយសម្រុកជាច្រើនលើកច្រើនសារពួកគេរកបានមកគ្រាប់មុនប៉ុកតុហ្គាល់តាមបានស្មើក៏ប៉ុន្តែប៉ុកតុហ្គាល់ខូចបាល់មួយបាល់នេះគឺធ្វើឲ្យអូយ៉ាសាបែលទាត់បញ្ចូលទីបានមកគ្រាប់ទៀតនាំមុខជាថ្មីលើក្រុមបាល់ទាត់ជម្រើសជាតិបញ្ញខេត្តប៉ុកតុហ្គាល់បើបន្តរក្សាលេងតម្រង់បែបនេះខ្ញុំគិតថាទោះបីជាតង់ទី2ក៏មិនអាចធ្វើឲ្យក្រុមជំនឿជាតិអេស្ប៉ាញបានដែរបាទប៉ុកតុហ្គាល់នៅពេលដែលពួកគេប៉ះមួយអេស្ប៉ាញហាក់ដូចជាចាញ់សម្បល់អេស្ប៉ាញបន្តិចបាទចាញ់ច្រាប់អេស្ប៉ាញចូលដល់ចុងម៉ោងចុងតង់ទី1គឺពួកគេអត់ខ្វល់នឹងការវាយសម្រុកទេបាទពួកគេព្យាយាមទប់ហើយនៅពេលដែលប៉ុកតុហ្គាល់លេង error គេបកទៅវិញហើយការក្តោបបាល់លឿនរបស់អេស្ប៉ាញគឺក្តោបលឿនធ្វើឲ្យបម្រើរបស់ប៉ុកតុហ្គាល់អត់ធ្វើឲ្យអត់ចេញតែម្ដងបាទនិយាយជាក់ស្ដែងគឺធ្វើឲ្យអត់ចេញទេហើយជាក់ស្ដែងទៀតគឺស្លាបឆ្វេងស្ដាំរបស់ប៉ុកតុហ្គាល់អត់មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ទេបាទថ្ងៃនេះគឺក្លុកអត់បានទេដោយសារតែអេស្ប៉ាញគឺបិទចិត្តល្អពេកហើយអញ្ចឹងបើសិនជាបន្តលេងតម្រង់បែបនេះទៀតខ្ញុំគិតថាប្រហែលជាអេស្ប៉ាញនឹងលើកពាន UEFA Nations League ហើយអញ្ចឹងយើងចាំមើលបន្តទៀតចង់ទី2ចាំមើលតើនឹងមានអ្វីវិវត្តបន្តទៀតតើ Cristiano Ronaldo អាចរកបានគ្រាប់បាល់ជួយជំរឿនជាតិបញ្ញខេត្តប៉ុកតុហ្គាល់តាមបានស្មើដែរឬទេបាទមួយតង់ដំបូងនេះគឺអ្នកគ្រប់គ្រងរបស់ប៉ុកតុហ្គាល់រៀងតុកសិចបន្តិចហើយប៉ុន្តែអ្នកគ្រប់គ្រងរបស់អេស្ប៉ាញកំពុងតែសប្បាយរីករាយហើយជាពិសេសគឺអ្នក over គឺថាចូលពេញទំហឹងហើយបងប្អូនយើងបាទអ្នក over គឺស្ទើរតែដេកហើយមិនបាច់ចាំមើលទៀតក៏បានដែរបាទនិយាយទៅសង្ឃឹម 100% ទៅហើយអ្នកសម្រាប់អ្នក over អញ្ចឹងឥឡូវអត់បញ្ចប់ការប្រកួតទេយើងត្រូវមើលបន្តទៀតចាំមើលតើនឹងមានអ្វីប្រែប្រួលបន្ថែមទៀតផងដែរបាទសូមអរគុណជួបគ្នាវគ្គទី2បន្តទៀតផងដែរ